តែអ្នកទាំងអស់គ្នាធ្លាប់សាកភេសជ្ជៈមួយនេះទេទៅដោះគោស្រស់ដាក់ការ៉េមបន្ថែមគ្រាប់គុជសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះនៅអូស្ត្រាលីផុតខែរងាហើយនៅពេលដែលធាតុអាកាសចាប់ផ្ដើមក្តៅអញ្ចឹងយើងត្រូវរករបស់ត្រជាក់ញ៉ាំមិនបាច់ចំណាយលុយច្រើនទៅទិញរបស់ញ៉ាំនៅក្រៅទេមើលកូនស្រីខ្ញុំញ៉ាំតអាលិតមាត់បន្ទាប់មកខ្ញុំស្ងោរគ្រាប់គុជសិនគ្រាប់គុជនេះខ្ញុំអត់បានធ្វើខ្លួនឯងទេទិញគេស្រាប់ព្រោះអីរវល់ណាស់ខ្ជិលធ្វើផងទិញគេយកមកស្ងោរមួយផ្លេតទេស្ងោរប្រហែលជា15នាទីឆ្អិនហើយចឹងទៅខ្ញុំកូរទឹកស្ករនេះខ្ញុំប្រើស្ករត្នោតកូរឲ្យឡើងជើងក្រងបន្តិចណាដាក់ស្ករត្នោតđóឈ្ងុយមែនតើតាំងពីមិត្តភ័ក្តិផ្ញើស្ករត្នោតខ្មែរឲ្យប្រើមកឥឡូវនេះធ្លាប់ហើយបើអត់មានស្ករត្នោតទេគឺអត់ឈ្ងុយតែម្ដងសូម្បីតែ brown sugar ក៏លែងចង់ប្រើហើយពេលស្ករត្នោតឡើងជើងក្រងហើយខ្ញុំក៏ចាក់ទឹកចូលបន្តិចព្រោះអីអត់ចង់ឲ្យផ្អែមពេករំងាស់បន្តិចទៀតដល់តែស្ករនឹងលលាយអស់រួចជាការស្រេចបន្ទាប់មកក៏ចាក់គ្រាប់គុជនឹងចូលទៅពេលនេះខ្ញុំបិទភ្លើងហើយបន្ទាប់មកកូរឲ្យសព្វគ្នានឹងទឹកស្ករនឹងទៅរួចជាការស្រេចហើយអាចយកមកប្រើបានមើលមកដល់ត្រង់នេះសូមអ្នកទាំងអស់គ្នាជួយចុច like និង share វីដេអូខ្ញុំម្នាក់មួយផងហើយបើមិនទាន់ follow ទេកុំភ្លេចជួយ follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីទៀតឥឡូវនេះមកសាកទាំងអស់គ្នាខ្ញុំដាក់គ្រាប់គុជចូលក្នុងកែវរួចហើយដាក់ទឹកកកខ្លះបន្ទាប់មកចាក់ទឹកដោះគោស្រស់ចូលមើលអ្នកទាំងអស់គ្នាទំនងទេតាមការពិតទឹកដោះគោនៅអូស្ត្រាលីនេះគឺល្អណាស់ខាប់ល្អហើយរសជាតិដុតហ្នឹងមិនមែនថាគេដាក់នៃសារធាតុអីទេគឺថាទឹកដោះគោហ្នឹងខាប់ល្អគេអត់សូវលាយទឹកឲ្យវារាវសម្រាប់មនុស្សចាស់ញ៉ាំទៅដើម្បីជួយការពារពុកឆ្អឹងដែរហើយបើសម្រាប់ក្មេងៗវិញជួយឲ្យឆ្អឹងលូតលាស់បានល្អខ្ញុំធ្លាប់ឃើញបងប្អូនយើងអ្នកធ្វើមាតិកាហ្នឹងផ្សព្វផ្សាយទឹកដោះគោអូស្ត្រាលីដែរអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ឲ្យកូនផឹកទឹកដោះគោឲ្យបានច្រើនហើយបើកូននឹងអត់សូវចូលចិត្តផឹកទឹកដោះគោណាធ្វើភេសជ្ជៈមួយមុខនេះគឺល្អណាស់ក្មេងៗផឹកទឹកដោះគោបានច្រើនតែម្ដងព្រោះអីពេលយើងធ្វើខ្លួនឯងណាយើងអាចបន្ថយស្ករមើលខ្ញុំមួយកែវហើយថែមមួយកែវទៀតគឺស្រស់ស្រាយមែនតើឥឡូវនេះធ្វើមួយកែវទៀតសម្រាប់កូនប្រុសខ្ញុំក៏ចង់បាន green tea លាយហើយចឹងទៅដាក់ green tea ចាក់ទៅដោះគោចូលក៏ដាក់គុជចូលដែរគុជនេះមាន2ពណ៌មិន2ពណ៌ខ្ញុំទិញមួយទៀតវាមានគ្រប់ពណ៌ហើយនឹងខ្មៅចឹងទៅថ្ងៃចុងក្រោយអស់ទាំងត្រូវប្រហើយទាំងអស់ហើយដាក់ការ៉េមចូលមួយស្លាបព្រាអូរសជាតិកាន់តែឆ្ងាញ់ចំពោះខ្ញុំញ៉ាំខ្លួនឯងខ្ញុំអត់បានដាក់ការ៉េមទេប៉ុន្តែក្មេងៗត្រូវការផ្អែមតិចទៀតចឹងទៅដាក់ការ៉េមមួយស្លាបព្រាទៅគឺញ៉ាំអស់ទៅដល់គោ3លីត្រនោះថ្ងៃហ្នឹងហើយវីដេអូរបស់ខ្ញុំថ្ងៃនេះក៏សូមបញ្ចប់តែត្រឹមនេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលខំតាមដានវីដេអូខ្ញុំតាំងពីដើមដល់ចប់បើមានការខុសឆ្គងអ្វីឬក៏ខ្ញុំនិយាយអ្វីមិនត្រូវឬមកក៏មិនសមសូមអភ័យទោសផងចាំជួបគ្នាវីដេអូក្រោយទៀតជម្រាបលាបាយបាយ